សួស្តីអ្នកគ្នាថ្ងៃនេះគឺថ្ងៃទី3តែមុននឹងចូលដល់វីដេអូខ្ញុំសូម review ពី website មួយសិនដែលមានឈ្មោះថា Hariki Store ហើយ website គាត់មានលក់ account Block Fruit ដែលមាន level មិចហើយក៏ Rumen ប៉ុន្តែ account ហ្នឹងរបស់របរនៅក្នុងហ្នឹងវាអាច random វាអាចផ្សងសំណាងអញ្ចឹងទៅយើងបានរបស់ច្រើនអីចឹងទៅហើយតែមួយ62សេនទេបងប្អូនចឹងឡើយចូលមកដល់វីដេអូគឺជាដំបូងអត់មានអីច្រើនទេគឺ get key សិនបន្ទាប់ពីយើង get key ហើយខ្ញុំមានបំណងចង់ spawn do king នេះគឺ do king តមកមុននឹង spawn do king យើងត្រូវការ rogo challenge ហើយបន្ទាប់ពី rogo challenge យើងត្រូវការការកៅ10ដើម្បីធ្វើ switch challenge ទៅយើងអាច spawn do king បានបើយើងអត់មាន switch challenge ទេគឺយើងអាច spawn cake price បាននៅខាងឆ្វេងដៃមិញហ្នឹងគឺcake price ហ្នឹងវាតម្លាក់កណាត់ជូតជើងហើយនឹងដាវតែបើ do king វាតម្លាក់កញ្ចក់ហើយនឹងសោពណ៌ក្រហមផងវាលើសcake price 2អញ្ចឹងហើយdo king ហើយនឹង cake price វាខុសគ្នា do king កញ្ចក់យើងអាចយកទៅធ្វើ V4 បានយើងទៅរក blue gear ហើយយើងធ្វើ V4 បានអញ្ចឹងទៅខ្ញុំចង់រក blue Vido King ដើម្បីរក blue gear ធ្វើ V4 ដាក់ account មួយនេះតែពេលហ្នឹងខ្ញុំដាក់ script ខុសអញ្ចឹងទៅខ្ញុំក៏ចូលសារដើមដើម្បីដាក់ script ready script ready អត់មានអីច្រើនទេក៏ challenge យើងអាចបានមកពីការវាយ elite hunt ហើយនឹងបើក hub អញ្ចឹងខ្ញុំក៏បើកពីរនឹងចោលទៀតទៅហើយអត់មានអីធ្វើច្រើនទៀតទេដោយសារខ្ញុំដាក់ទៅវាអត់ងាយបានដែរអញ្ចឹងទៅខ្ញុំក៏ទុកវាចោលមើលក្នុងខ្លួនទៅគឺឃើញមានកាកាវចំនួន8គ្រាប់ចឹងហើយខ្ញុំក៏ដាក់ហ្វាមកាកាវបន្ថែមឲ្យគ្រប់10គ្រាប់ដើម្បីសកួរកុំឲ្យពេលត្រូវការដូរភ្លាមទៅវាខ្វះខាតអីចឹងទៅគេវាយយើងងាប់ទៅវាបាត់ខាតទាំងកាកាវខាតទាំងGod challenge ចឹងហើយហ្វាមឲ្យហើយដូរភ្លាមវាយភ្លាម spawn do king យកហ្មងហើយ do king យើងត្រូវការឲ្យយើងកាន់រួច challenge គឺជា challenge ពណ៌សូកូឡាដើម្បីវាយមកយើងវាយ500 NPC ហើយ NPC ចុងក្រោយគេហ្នឹងយើងអ្នកដែលមាន switch challenge ហ្នឹងយើងវាយទៅវា spawn do king NPC ហ្នឹងវាដូរពីមុនតើយើងទៅនិយាយមួយ NPC ទៅវាបើកទ្វារតែឥឡូវគាត់តែយើងវាយ NPC គ្រប់ហើយវា spawn auto អញ្ចឹងតើមានអ្នកកាន់ switch challenge ទៅវាយ NPC បានវា spawn អ្នកគ្នាមើលម្ដងនេះហើយអ្នកគ្នាកុំតន់ទៅណាមើលដល់ចប់ខ្ញុំនឹងមានព័ត៌មានថ្មីប្រាប់អ្នកគ្នាហើយបើអ្នកគ្នាចង់ដឹងសូមមើលដល់ចប់ទៅនឹងដឹងហើយហើយអ្នកគ្នាមើលអត់ងាយថ្ងៃនេះ
អត់សូវបានរករបស់ច្រើនទេអ្នកគ្នាចង់ដឹងព័ត៌មានគឺខាទៅនាទីទី15ឡើងទៅអ្នកគ្នាមើលប៉ុណ្ណឹងទៅនឹងមានព័ត៌មានចុងវីដេអូបន្ទាប់ពីវាយរបស់នេះមកវាក៏បានត្រាប់នៅភ្លើងចង្គៀងអញ្ចឹងអាភ្លើងចង្គៀងហ្នឹងគឺយើងអាចដូរយកកូរ៉េសបានប៉ុន្តែខ្ញុំអត់ទាន់បានធ្វើ V2V3 ទេដោយសារនេះវា account តែអញ្ចឹងហើយវាក៏អត់ទាន់មានអីច្រើនដែរខ្ញុំក៏
ប៉ង់ឲ្យមិត្តភក្តិខ្ញុំជួយធ្វើអីចឹងទៅហើយ account នេះបើអ្នកគ្នាចង់យកតិចទៀតខ្ញុំធ្វើមកស្អាតហើយខ្ញុំនឹងបោះចូលដាក់ចូល Telegram ហើយអ្នកគ្នាមើលទៅបើអ្នកគ្នាពេញចិត្តក៏អ្នកគ្នាយកទៅបញ្ជាក់ account ហ្នឹងមិនមែនសម្រាប់ឲ្យ free ទេខ្ញុំលក់ប៉ុន្តែខ្ញុំលក់ក្នុងតម្លៃមួយដែលថោកហើយខ្ញុំនឹងយក CDK ទៀតគឺជាដាវដែលពិបាកយកហើយ TTK បើអ្នកគ្នាចង់យកអ្នកគ្នាអាចជួលខ្ញុំធ្វើបន្ថែមទៅដោយសារអីខ្ញុំអត់សូវមានពេលដែរបើអ្នកគ្នាថាអ្នកគ្នាចាំបាន TTK ហ្នឹងមួយថ្ងៃពីរអីខ្ញុំយកបានហើយតែខ្ញុំសុំលុយបន្ថែមធ្វើសវិសចឹងរ៉ូរ៉េសវាត្រូវការទឹកថ្នាំពណ៌បៃតងហ្នឹង100ចឹងខ្ញុំដូរបានរ៉ូរ៉េសហើយចឹងតើពីបានរ៉ូរ៉េសហើយខ្ញុំក៏ទៅ Pharmacy ក៏រូបមិនបន្ថែមទៀតទៅដើម្បីឲ្យពេញ skill លេងបានហើយនេះជាតារាងតម្លៃសវិសគឺ TTK មួយដើមខ្ញុំយក3000ហើយបើផ្គុំចូលគ្នាទាំងអស់ហ្មងខ្ញុំយក10000ហើយ Shark Anchor 10000បើ Blue Gear ខ្ញុំបើអ្នកនរគ្នាអត់ទាន់មានកញ្ចក់ខ្ញុំវាយរកកញ្ចក់ឲ្យអ្នកនរគ្នាហើយខ្ញុំរក Blue Gear ឲ្យអ្នកនរគ្នាតាមរៀលទេហើយបើកោះភ្នំភ្លើងគឺខ្ញុំជួលទៅជួយធ្វើអ្នកនរគ្នាគឺមានន័យថាខ្ញុំឲ្យអ្នកនរគ្នា add មកខ្ញុំហើយអ្នកនរគ្នាជន់តាមខ្ញុំមកខ្ញុំនាំអ្នកនរគ្នាទៅធ្វើកោះភ្នំភ្លើងហ្នឹងហើយខ្ញុំ carry អីអ្នកនរគ្នាទាំងអស់អ្នកនរគ្នាចាំតើបើកពងហើយនឹងរើសឆ្អឹងអីតាមចិត្តអ្នកនរគ្នាធ្វើអីធ្វើទៅហើយអ្នកនរគ្នាចង់ធ្វើ V4 Traco ក៏បានដែរប៉ុន្តែ V4 Traco មកគីខ្ញុំយកម៉ាឡាហើយអត់មានអីច្រើនទេខ្ញុំមានតែប៉ុណ្្នឹងហើយថ្ងៃនេះក៏មានវីដេអូធ្វើអីច្រើនដែរដោយសារ Doking ក៏អត់បានវាយហើយ Cake Price ក៏អត់បានវាយអញ្ចឹងអត់បានអីទាំងអស់បាន account ថ្មីនេះបាន Go Race V1 គឺជា race ដែលពិបាកយកដែរហើយ
ចុងក្រោយខ្ញុំមានព័ត៌មានពិសេសមួយសម្រាប់អ្នកនរគ្នាដែលអត់មាន Fruit អីលេងគឺអ្នកនរគ្នាអាចចូលទៅក្រុម Telegram បានដែលខ្ញុំដាក់នៅ description ខាងក្រោមឥឡូវគេហ្នឹងអ្នកនរគ្នាចុចចូលម្នាក់មួយទៅហើយរៀងរាល់ថ្ងៃអាទិត្យខ្ញុំនឹង live ហើយខ្ញុំនឹងចែក Fruit Mythical គ្រាន់តែថាខ្ញុំនឹងរក account មួយទៀតដើម្បីដាក់ Fruit Mythical មួយចំនួនដើម្បីទុកចែកអ្នកនរគ្នាដោយសារ account ខ្ញុំហ្នឹងក្រ Mythical ដែរអញ្ចឹងខ្ញុំនឹងព្យាយាមរក Fruit Mythical ដើម្បីទុកចែកអ្នកនរគ្នាឲ្យអ្នកនរគ្នាបានលេងសប្បាយឈ្នះរង្វាន់ឈ្នះអីចឹងទៅជាចុងបញ្ចប់សូមអរគុណអ្នកនរគ្នាហើយសូមជូនពរដល់វីរៈកងទ័ពខ្មែរយើងឲ្យលោកមានសុវត្ថិភាពទាំងអស់គ្នាហើយអ្នកនរគ្នាកុំភ្លេចការពារខ្លួនផងបាយបាយ